មានធានបត់មួយនិយាយអំពីការវះកាត់បាក់បែកឆ្អឹងនៅលើឆ្អឹងផ្លូវផ្នែកខាងលើអញ្ចឹងនៅក្នុងទីពេទ្យអង្គរបរិយរបស់យើងមានគ្រូវិជ្ជាបណ្ឌិតកិត្តិវិហៀងដែលគាត់ជាវិជ្ជាបណ្ឌិតឯកទេសផ្នែកអូតូពេឌិកនិងលោកគ្រូវិជ្ជាបណ្ឌិតធៀងពិសិដ្ឋដែលគាត់ជាគ្រូពេទ្យស្ម័គ្រចិត្តជួយនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាប៉ុនគោរ៉ៃនេះគាត់បញ្ចប់ការសិក្សាផ្នែកអូតូពេឌិកមកពីវៀតណាមហើយអញ្ចឹងជា objective គឺយើងនិយាយពី definition របស់ការបាក់ឆ្អឹងតាគៀបផ្នែកខាងលើឆ្អឹងផ្លូវផ្នែកខាងលើពីមូលហេតុពីរោគសញ្ញា clinic ការធ្វើរោគវិនិច្ឆ័យការធ្វើចំណាត់ថ្នាក់និងការព្យាបាលនិងផលលំបាកនៃការវះកាត់បាទនិយមន័យនៃការបាក់ឆ្អឹងត្រុក centric នៅចន្លោះហ្នឹងគឺខ្ញុំចង់និយាយអំពី anatomy នៅចំពោះឆ្អឹងផ្លូវរបស់យើងគឺយើងចែកនៅខាងលើនេះគឺគេហៅ proximal femur នៅក្នុង proximal femur នេះយើងមានខាងផ្នែកលយខាងលើនេះគេហៅ trochanter ហើយផ្នែករយតូចខាងក្រោមគេហៅ laser trochanter ខាងលើគេហៅ large greater trochanter អញ្ចឹងខាងផ្នែកខាងសនោះគឺគេហៅ femoral neck និង femoral head អញ្ចឹងយើងអត់និយាយខាងនោះទេយើងនិយាយតែការបាក់នៅចន្លោះរវាង trochanter ធំនិងតូចមាន pointer ច្អល់មិនអត់មានទេមានទេបងមើលនេះទេបានមួយកុំព្យូទ័រនេះទៅតមកបងតែអ្នកមើលដែរបាទណាបាទហ្នឹងអានេះគេហៅថាមកត្រឹមនេះទៅលើគេហៅ proximal femur អញ្ចឹងផ្នែកធំនេះគេហៅ greater trochanter ផ្នែកខាងទូចនេះគេហៅ laser trochanter អញ្ចឹងការបាក់ទាំងឡាយណាដែលនៅចន្លោះរវាង greater និង trochanter គេហៅថា intertrochanteric fracture បាទនេះជានិយមន័យចាតើបាទយើងដល់និយាយអំពីមូលហេតុអញ្ចឹងវាមានជា pathology ជា mechanism និង associated condition ជា mechanism យើងវាងាយបាក់ចំពោះអ្នកដែលគាត់វ័យចាស់គឺគ្រាន់តែមានកម្លាំងសង្កត់ឬធ្លាក់ប៉ះតែកម្លាំងតិចតួចគឺអាចធ្វើឲ្យបាក់ហើយចំពោះក្មេងវិញគឺគ្រាន់តែមានកម្លាំងខ្លាំងការប៉ះទង្គិចហ្នឹងបានធ្វើឲ្យបាក់ហើយចំពោះការជាប់តាក់ទងជាមួយនឹងការបង្កឲ្យមានការបាក់ហ្នឹងដូចជាអ្នកជំងឺosteoporosis អ្នកដែលមានការដួលហើយដួលទៀតដូចជាអ្នកដែល dementia Parkinson អ្នក unsteady gait ដើរអត់ដើរអត់ត្រង់ហ្នឹងហើយអ្នកដែលមានបញ្ហាភ្នែកបាទនឹងឆ្នាំមួយចំនួនហើយយើងនិយាយអំពី clinical feature គឺរោគសញ្ញាដែលអ្នកជំងឺចូលមកយើងឃើញមានគាត់មកអាចមកជាទ្រង់ទ្រាយដេកគេសែងមកអញ្ចឹងយើងឃើញថាគាត់នៅលើជើងរបស់គាត់ហ្នឹងអាចមានខូចទ្រង់ទ្រាយខោចទី1ទី2ពេលកម្រើកគាត់ឈឺខ្លាំងទី3យើងអាចឃើញនៅលើកន្លែងដែលប៉ះទង្គិចហ្នឹងមានហើមឬក៏ជាំស្នាមជាំបាទអញ្ចឹងដើម្បីធ្វើរោគវិនិច្ឆ័យយើងពឹងផ្អែកទៅលើទី1 radiography យើងមានកន្លែងណាក៏យើងឃើញមានដែរនៅក្នុងមន្ទីរពេទ្យបាទហើយ CT scan MRI ការធ្វើ radiography យើងអាចសន្និដ្ឋានបានត្រឹមតែឃើញនៃការបាក់ដែលជាស្នាមបាក់ដែលយើងអាចសន្និដ្ឋានបានប៉ុន្តែដល់ធ្វើយើង scan យើងអាចរកឃើញបានដល់ទៅការបាក់ដែលមានពាក់ព័ន្ធដែលលើសហ្នឹងMRI កាន់តែច្បាស់ទៀតបាទអញ្ចឹងចំពោះការបែងចែកយើងពេលយើង X-ray យើងអីទៅយើងឃើញហ្នឹងដើម្បីស្រួលចំណាត់ថ្នាក់នៃការបែងចែកគេតាម A1 classification ហ្នឹងគឺគាត់ចែក stable និង unstable ទេបាទអញ្ចឹងនេះគេនិយាយថា stable គឺបាក់តែទ្រង់ទ្រាយផុសឆ្អឹងនេះ
cứ mình nơi khó mình cứ trong thế chẳng ấy nơi miền thể là hiệp nơi nơi miền thể là hiệp đói mình biến cả plot tiết tranh bị kia để hái unstable cứ cả bạn ai chỉ ra làm này hái lẽ khả năng chẳng miền hiệp smok smart nâng ai khôi khôi trong triề và unstable các bài trai tam classification tam AO cứ cái bài trai nơi lơ dương mới lấy riêng bay muối e ní cứ nơi AO cái trai chia ấn cứ đàm đáy cứ lấy muối lấy phí cứ cái phun đáy nâng lấy bấy sang phơi lấy bốn sang small chia chẳng cả na cái đại lệnh bay chứ cứ mình lấy tha cả bạn nơi lơ chẳng phơi rồi chẳng mới dân mới cái bài trai được như cứ simple stable structure គឺគាត់បាក់មកបំណែកហើយមានលក្ខណៈ stable វាមិនសូវខូចទ្រង់ទ្រាយខ្លាំងហើយយើងមើល3 1 2នេះគឺការបាក់ដែរ unstable ហើយវាជា community ឬក៏ជា compound structure ហ្នឹងគឺមានបំណែកច្រើនហើយវាអត់នៅក្នុងទ្រង់ទ្រាយមួយអត់ stable ចំពោះការព្យាបាលគឺយើងមានគោលបំណងការព្យាបាលធ្វើឲ្យឆ្អឹងជាប់បានល្អអនុញ្ញាតឲ្យអ្នកជំងឺឆាប់បានដើរឆាប់កាត់បន្ថយផលលំបាកផ្សេងដូចជាដេកយូរគឺតម្រូវខ្នងអាចរលាកសួតអាចមាន DVT Divine Thrombo ហើយការព្យាបាលយើងអាចការព្យាបាលមិនវះកាត់គេហៅថា conservative treatment ហ្នឹងគឺយើងគ្រាន់តែដាក់ bone traction ធ្វើ brown តែលើ brown នេះគាត់នៅនឹងដើម្បីឲ្យឆ្អឹងមានស្ថិរភាពប៉ុន្តែមានផលលំបាកអ្នកយឺតនេះវិធីនៃការវះកាត់យើងមានជាប់ឆ្អឹងយើងមានច្រើនប្រភេទនៃរបស់ដែលយើងទៅទី1គឺយើងធ្វើមាន external fixator ជារូបរាងបែបនេះបាទទី2គឺ external medulla rigid implant នេះគឺរូបរាងវាបែបនេះបាទហើយទី3នេះគឺ extra medulla locking plate បាទរូបរាងគឺវាមានលក្ខណៈទី4នេះគឺ extra medulla sliding hip device នេះបាទយើងទីនេះគឺ intramedulla nail បាទហើយទី3គឺចុងក្រោយគេអាចទៅដល់ឈានដល់ប្រតាអញ្ចឹងការព្យាបាលដោយវះកាត់យើងដោយវះកាត់គឺយើងអាចនេះគេហៅថាជ្រើសរើសយកក្នុងករណីតាម classification បើគាត់ stable fracture យើងធ្វើ dynamic hip screw នេះ DHS នេះគឺ dynamic hip screw បាទហើយបើក្នុងលក្ខណៈជា unstable គេជ្រើសរើសយក gamma nail ឬក៏ PNS ណា PSN proximal femoral nail ល្អសម្រាប់អ្នកជំងឺដែលមានការបាក់បែកច្រើនបំណែកមានខុសទ្រង់ទ្រាយឆ្អឹងបាទនេះរូបគេហៅអានេះគេហៅ DHS នឹងឯងបាទគឺ dynamic hip screw ដែលគេមានវិសcortical screw នេះ2មានlocking screw នេះមួយlocking screw អានេះជារូបភាពនេះគេហៅ locking screw នេះគេហៅ cortical screw ហើយនេះ plate ហើយនេះគេហៅ lock large screw ដែរចង់ឲ្យស្គាល់បាទនេះ PNS proximal femoral nail ហ្នឹងបាទមានខ្លីមានវែងចេះបាទហើយមុននឹងការវះកាត់ទៅលើអ្នកជំងឺគឺយើងត្រូវ check អ្នកជំងឺដើម្បីធានាសុវត្ថិភាពក្នុងពេលវះកាត់និងសម្រាប់ស្ថិរភាពរបស់អ្នកជំងឺគឺយើងមាន check blood យើងមានមើលគ្រប់យើង glycemic uricrea ECG radiography
ឬយើងត្រៀមឈាមប្រាប់ទៅគាត់ដើម្បីត្រៀមឈាមសម្រាប់ក្នុងពេលវះកាត់ហើយយើងរៀបចំសម្ភារៈហើយនឹងរៀបចំក្រុមការងារដើម្បីធ្វើអញ្ចឹងសម្ភារៈរបស់យើងសប្តាហ៍នេះយើងទៅតែមាននៅក្នុងឆ្នាំនេះដែរស៊ីអាមយើងមានស៊ីអាមមួយដើម្បីជំនួយក្នុងការវះកាត់ឆ្អឹងអាចបាទនឹងសម្ភារៈដែលយើងត្រូវធ្វើយើងត្រូវមើលឲ្យមានប្រវែងវិសមានអីគ្រប់គ្រាន់ទាំងអស់បានយើងអាចធ្វើអ្នកជំងឺនឹងព្យាបាលអ្នកជំងឺនឹងបានអញ្ចឹងចំពោះអ្នកជំងឺនៅពេលវះកាត់យើងត្រូវរៀបចំ position ត្រូវប្រាប់ក្រុមការងារយើងរៀបចំ position អ្នកជំងឺឲ្យបានល្អដាក់ម៉ាស៊ីន CAM នៅកន្លែងដើម្បីឲ្យការធ្វើហ្នឹងបានលឿនឆាប់រហ័សហើយងាយស្រួលក្នុងការបញ្ចប់ករណីព្យាបាលបាទចុងក្រោយខ្ញុំមាន case ពីរទី1គឺស្រីអាយុ72ឆ្នាំគាត់នេះជាជនភេសកឯដែលគេផ្លោងមកគាត់រត់ទៅវាដួលទៅមកពេទ្យយើងថតទៅឃើញមានបាក់នៅintertrochanteric ហ្នឹងហើយមានបំណែកឆ្អឹងវែងស្រួចផងអញ្ចឹងយើងបានធ្វើការវះកាត់ជូនគាត់ដោយប្រើ long plate ហើយយើងចងចងខ្សែលួសមួយដើម្បីទប់កុំឲ្យឆ្អឹងដែលនោះវាខ្ទាតចេញវាចាក់សាច់វាដើម្បីនឹងទី2ដើម្បីឲ្យនឹងឲ្យមានភាពលំនឹងនៃឆ្អឹងដើម្បីឆ្អឹងគាត់ងាយឆាប់ជានឹង case ទី2គឺស្រីដែរ65ឆ្នាំតែជនភេសកនឹងដែរគាត់ជិះម៉ូតូដួលក្នុងពេលដែលគាត់រត់នឹងបាទអញ្ចឹងយើងបានធ្វើឲ្យគាត់ហើយបាទជា complete ផលលំបាកបញ្ហាដែលកើតមាននៅវះកាត់បាក់ឆ្អឹងហ្នឹង intertrochanteric អាចមានហើមឈឺក្រោយពេលវះកាត់ហើយការវះហ្នឹង implant ហ្នឹងគឺអត់ជាប់អត់មាំល្អអាចរលុងអាចរដកវិសអីវិញហើយឆ្អឹងអាចអត់ជាប់ការអញ្ចឹងផលលំបាកដែលយើងមានអញ្ចឹងគឺទាំងអស់ហ្នឹងជាផលលំបាកដែលយើងប្រឈមការធ្វើវះកាត់បាទជើងតាក់ទងនឹងជើងអាចខើចតាគៀកអាចដើរអត់រួចគាំងស្លាក់គាំងអីអាចធ្វើឲ្យមានប៉ះពាល់ដល់សរសៃឈាមដែលចិញ្ចឹមឆ្អឹងហ្នឹងថ្ងៃក្រោយទៅអាចខូចក្បាលឆ្អឹងហ្នឹងទៅធ្វើប្រូតែទៀតបាទអញ្ចឹងប៉ះពាល់ទៅលើសរសៃនើសប៉ះពាល់ទៅលើអាចធ្វើឲ្យអ្នកជំងឺនឹងមានបញ្ហា deep vein thrombosis អាចធ្វើឲ្យមាន cardiopulmonary complication បាទខ្ញុំសូមអរគុណបានបញ្ចប់ពីខែបាទអរគុណសម្រាប់ការបង្ហាញរបស់លោកវិជ្ជបណ្ឌិតខេនលោកខាបាទចឹងលោកសាស្ត្រាចារ្យដែលនៅក្នុងបន្ទុកមានការចំណាប់អារម្មណ៍ឬក៏តែអេពីរិយងហើយលោកចាំតែគេមានហ៊ានតែគាត់នៅនេះស្រាប់បាទជាដំបូងខ្ញុំសូមធ្វើការកោតសរសើរក៏ទៅមន្ទីរពេទ្យមង្គលបុរីនេះវិវត្តលឿនបើតាមការចេះដឹងរបស់ខ្ញុំបាក់ប្រភេទនេះបើយើងការវះកាត់ឆ្អឹងដែលមានការលំបាក20ប្រភេទ20យ៉ាងការលំបាកនេះប្រហែលជាប្រភេទទី3ទី2ទី3ហើយអញ្ចឹងចិត្តដល់កំពូលហើយការវះកាត់ឲ្យលំបាកហ្នឹងគឺលំបាកទី3ហើយកំពូលលេខ1លេខ2អញ្ចឹងទៅក្នុង20បាក់ឆ្អឹង20កន្លែងនេះគឺករណីលំបាកហើយអញ្ចឹងទីពេទ្យមង្គលបុរីគាត់អាចធ្វើបានដោយសារមានរៀមច្បងដែលគាត់ខំស្មៅតតាំងនៅជាមួយអញ្ចឹងអាចប្រដៅបងប្អូនយើងល្អសម្រាប់បន្តទៀតបាទខ្ញុំសូមធ្វើការចាប់អារម្មណ៍តិចដែរដើម្បីធ្វើការវះកាត់ឆ្អឹងមួយឲ្យបានលទ្ធផលល្អវាអាស្រ័យនឹងកត្តា3នេះតាមការយល់ឃើញរបស់ខ្ញុំណាទី1គឺកត្តាប្រភេទនៃការបាក់នឹងឯង
ទី2គឺកត្តាសម្ភារៈទី3ហ្នឹងគឺបច្ចេកទេសរបស់គ្រូពេទ្យអញ្ចឹងឃើញការបង្ហាញរបស់គាត់នៅទីពេទ្យនេះអាចធ្វេសឆ្អឹងបាក់ប្រភេទនេះបានកត្តាសម្ភារៈទី1គឺ CR បាទលើគាត់មាន CR ទើបគាត់អាចធ្វេសបានដែរបើមិនជាអត់យើងធ្វើបន្ថយធ្វើបានតែបន្ថយអាចអាលិចស្គ្រូហ្នឹងក៏ចូលចំកណ្ដាលចឹងវាចូលប្រឆិតវាអាចខាតដើមនេះបាទកត្តាសម្ភារៈមួយទៀតគឺត្រូវមានសម្ភារៈយកមកដាក់បាទហើយកត្តាបាក់ហ្នឹងគឺប្រភេទបាក់នេះគឺពិបាកដូចខ្ញុំនិយាយហ្នឹងគឺកម្រិតពិបាកចិត្តចំផុតហើយកត្តាមួយទៀតគឺបទពិសោធន៍គ្រូពេទ្យហ្នឹងឯងបាទបើសិនជាយើងមានសម្ភារៈបាក់ប្រភេទហ្នឹងហើយយើងអត់បទពិសោធន៍យើងពេលអត់ចូលជាទេចឹងដើម្បីវះបានថតយកក្រុមប្រូបានបានគឺទាមទារនៅកត្តាចូលរួមច្រើនបាទកត្តា3ហ្នឹងដែលដើម្បីឲ្យលទ្ធផលការវះកាត់បានល្អបាទខ្ញុំសូមខមមិនតែប៉ុណ្ណឹងហើយឲ្យលោកមានអីចំណាប់អារម្មណ៍អាចជួយ share experience លោកហៀងបាទគូចន្ទទីដែរបាទអរគុណបាទសូមអរគុណបងសូមអរគុណអូនសុខាហើយនឹងសូមអរគុណលោកសាស្ត្រាចារ្យខុយបានបទបង្ហាញហ្នឹងបាទមែនទែនទៅក្នុងនាមទីពេទ្យសុពន្ធមេត្រីគឺសប្បាយចិត្តណាស់កាលណាឃើញពេទ្យដែលនៅក្រោមការគ្រប់គ្រងជួយបានទៅមកអញ្ចឹងហើយឥឡូវនេះពេទ្យកុលបរិយបានដំណើរការបានដើមហើយតាមប្រសាសន៍លោកសាស្ត្រាចារ្យខុយថាជាកម្រិតធ្ងន់ទៀតដែលធ្វើបាកចឹងសង្ឃឹមថាបន្តបន្ទាប់នៅខាងព្រះបាទវិដាហ្នឹងចាប់ដើមធ្វើបន្តទៀតហើយហ្នឹងហើយប៉ុន្តែខ្ញុំមានចំណាប់អារម្មណ៍មួយនៅការធ្វើហ្នឹងជាតិចនិចមួយដែលពិបាកហើយត្រូវការប្លុកមួយដែលមានកាលិតទេពិសេសគឺប្លុកមែនទែនក្នុងស្តង់ដារគេថាប្លុកដែលមាន pressure positive ដើម្បីធ្វើការទាក់ទងត្រម៉ូតូហើយដោយសារយើងនៅប្លុកយើងអត់ចូលដល់ criteria pressure positive ទេអញ្ចឹងការមានដែរអូខេអរគុណអញ្ចឹងនោះមានទេអូអញ្ចឹងហ្នឹងហើយខ្ញុំអរគុណខ្ញុំសំទោសខ្ញុំដឹងអត់ដល់អញ្ចឹងបើយ៉ាងណាក៏ដោយគឺក្នុងន័យ pressure positive គឺក្នុងន័យថាដើម្បីសម្អាតអត់មានមេរោគទេគឺ block ដែលអាសុបដែលសុបស៊ីអាសុបតិចក៏ block ស្អាតតែម្ដងអញ្ចឹងការធ្វើបានជោគជ័យគឺជាលទ្ធផលល្អហើយប៉ុន្តែបន្តទៀតចង់សួរថានៅពេលធ្វើបានហើយឃើញដាក់ហើយប៉ុន្តែអត់តែបានឃើញបង្ហាញពី evolution គាត់ប្រសើរយ៉ាងម៉េចអញ្ចឹងមកយើងនិយាយពី complication ថានឹងអាចប្រហែលចំណុចនោះអាចវាមានអង្គវិចុងវាមានគៀងសន្លាក់វាមានជើងខ្លីអីយ៉ាងម៉េចប៉ុន្តែក្នុងករណីធ្វើពីករណីនេះបានបង្ហាញលទ្ធផលហើយធ្វើដល់ថ្ងៃ24ណាតាមថ្ងៃគេយូរហើយភាសិតហ្នឹងមួយខែណាចូលដល់សប្តាហ៍ថ្ងៃយើងបាន evaluate ថាល្អយ៉ាងម៉េចយើងចង់ដឹងដើម្បីបង្ហាញវាដឹងថាលទ្ធផលឲ្យធ្វើបានល្អចឹងនៅក្រោយមានករណីអញ្ចឹងយើងបាច់ផ្ញើទៅដល់ភ្នំពេញទេធ្វើបានហ្នឹងហើយបាទសូមអរគុណបាទអរគុណហើយបាទបើខ្ញុំមិនមានន័យសួរនាំអីទេព្រោះសូមសរសើរសូមសរសើរដល់ទីពេទ្យប្រទីមានជ័យដែលមានសម្ភារៈដែលមានសម្ភារៈល្អដូចជាមានប្លុកអាសេបទិកមានអំភ្លីនិងមានសម្ភារៈផ្សេងៗឯងហើយជាប់ជាមួយនឹងរឿងអំភ្លីហ្នឹងការព្យាបាលប្រាក់ទាការបាក់បែកទៅលើកូនក្មេងគឺសំខាន់ណាស់ការព្យាបាលលើកូនក្មេងរឿងបាក់បែកមិនដូចពីចាស់ទេអញ្ចឹងឧទាហរណ៍ដូចជាបាក់ស៊ីប្រានៅឆ្អឹងអ៊ីគ្រីសស៊ីប្រាកូវីយ៉ែនសន្តិ90%អត់មានបាក់ទេមានប្រើអំភ្លីរេឌីស្យងបាញ់ចឹងបាញ់ប្រូសបាញ់អីទៅអញ្ចឹងខ្ញុំសង្ឃឹមថាមានអំភ្លីចឹងយើងអាចឈានទៅទៀតទៅការព្យាបាលកូនបាក់បែកកូនក្មេងបានសូមសារដែលយើងមានសម្ភារៈសពគ្រប់បាទអរគុណបាទសូមអរគុណគ្រូគូហៀបបានពេញចិត្តហ្នឹងក៏មកកោះ
ខ្ញុំសូមចូលរួមយោបល់នៅក្នុងការព្យាបាលឆ្អឹងនៅក្នុងទីពេទ្យខ្ញុំពីដើមឡើយយើងអត់ទាន់មានអំភ្លីការព្យាបាលដល់ដំណាក់កាលដែលវាធ្ងន់ដែលមានការលំបាកនេះយើងទៅអត់រួចដែរប៉ុន្តែតែអង្គការ LDS គាត់បានជំនួយមកក៏យើងបានមានលទ្ធភាពធ្វើដល់ប្រាក់ទាពីការលំបាកហ្នឹងហើយប្រាក់ទាពេទ្យរោគកង់ពេទ្យហ្នឹងដែលជាការចាំបាច់តើតែមាន CR បើយើងអនុវត្ត operation នឹងបានអញ្ចឹងដោយសារយើងមានជំងឺច្រើនហើយករណីហ្នឹងយើងអាចធ្វើបានក៏ចាប់ផ្ដើមធ្វើនៅធ្វើទៅក៏បានលទ្ធផលថ្មីថ្មីគឺលោកគ្រូសួរថាអត់ឃើញតាមដាន evolution ជំងឺគាត់បានមក control ហើយយើងធ្វើប្រធានបទហ្នឹងព្រោះធ្វើទៅហើយអ្នកជំងឺទៅមក control ក្រោយទៅចឹងគាត់បានដាក់បញ្ចូលរូបបាទបញ្ចូលរូបបាទហ្នឹងហើយហើយឥឡូវហ្នឹងយើងមានត្រឹម CR ប៉ុន្តែអត់ទាន់មានតាម orthopedic ទេវគ្គទៅឲ្យឯងជួយទាញគឺទាញតម្រូវបាទអញ្ចឹងនៅខ្វះខាតបន្តិចទៀតបាទ perfect បាទសូមអរគុណបាទអរគុណសូមរំយុបាទបាទអូនអានសំណួរឆ្លើយបានទេឆ្លើយខ្លួនឯងបាទក្នុងព្រោះតែក្នុងករណីថាគាត់ប្រហែលជាបាក់ជាទ្រង់ទ្រាយ spiral ហើយតើគួរសាក់ខ្លាលួសឬទេហើយសាក់ខ្លាតើមានគុណវិបត្តិឬទេខ្ញុំអត់យល់សំណួរនេះណាបាទអរគុណខ្ញុំចូលរួមបង្កើតបើករូប slide case ទី1ហ្នឹងcase ទី1បាទចំនួនគាត់សួរថាបើបាក់ spiral ប្រាក់ទីអង្គ spheroid បាក់កោងវែងតើការចងសាក់ខ្លាចងលូសហ្នឹងតើមានផលវិបាកឬទេបាទដោយរូបទី1នេះគឺគាត់ចងលូសមកខ្សែបាទការចងហ្នឹងល្អវាជួយទប់លំនឹងបានពីរកង់ខាងលើមួយកង់ខាងក្រោមកង់ធ្វើឲ្យ stabilization ហ្នឹងបានល្អហើយបើសួរថាមានផលវិបាកឬទេដូចមិនមានអីធំធំទេបើសិនជាយើងមានបទពិសោធន៍ការចងផ្ទះយើងត្រូវប្រយ័ត្នខ្លាចយើងធ្វើអីបន្ទោះបន្ត្រាក់ទៅអាចប៉ះអាទិអភិមរ៉ាលអាហ្នឹងបើយើងអត់ស្គាល់អាទូនេះតែបើយើងស្គាល់យើងចូលទៅទីគៀកឆ្អឹងចងអត់បញ្ហាទេហើយបញ្ហាតិចតួចបើសិនជាអ្នកជំងឺក្រដកដៃលូសនឹងវានឹងប្រកបក្នុងឆ្អឹងវាពិបាកដកទៅបានទេតែឲ្យថាផលវិបាកនៃលូសនឹងវាទៅទីឲ្យខូចឆ្អឹងបាក់ឆ្អឹងហើយខូចទៀតអត់មានទេបាទក្នុងនឹងដែរខ្ញុំសួរលោកប្រេសងតាតើវិញតែអាចបញ្យល់បានខ្ញុំឃើញស្លាយមួយផលវិបាកច្រើនណាស់លោកសាស្ត្រាចារ្យនៃចន្ទទីនិយាយអត់ឃើញផលវិបាកនៃការមិនវះសោះតែឃើញផលវិបាកនៃការវះអញ្ចឹងមានជំងឺណាគេហ៊ានវះបាទមានសួរដែរនេះចង់និយាយថាករណីវះលើបាក់ឆ្អឹងភាគច្រើនមនុស្សចាស់ដល់ពេលករណីដែលយើងវះគ្រាន់ជា message ប្រាប់ទៅថាអូខាងលើវិញបាទខាងលើមានបាទកម្មថយខកជិះទី1យើងត្រូវក្រោយពេលវះកាត់ត្រូវមានឲ្យគាត់ឆាប់បានលំហាត់ដើរបានលឿនបានសាច់ដុំគាត់មានចលនាដំណឹងសាច់ដុំគាត់ល្អបើសិនជាគាត់ខ្លាចឈឺចាស់គាត់ខ្លាចឈឺគាត់ដេកយូរអញ្ចឹងធ្វើឲ្យសាច់ដុំគាត់រឹងគឺធ្វើឲ្យគាំងអាចខោចពេលដែលគាត់ដើរអញ្ចឹងផលលំបាកដែលយើងជា message ទៅសម្រាប់ឲ្យយើងដឹងថាមិនមែនគ្រាន់ការវះកាត់នឹងទទួលបានជោគជ័យល្អដូចដែលយើងគិតតែយើងគិតឲ្យលំបាកទៅសិនឲ្យគាត់ដឹងនេះជាយោបល់របស់ខ្ញុំបាទអរគុណបាទគាត់ឆ្លើយត្រូវហើយប៉ុន្តែជើងខោវាអាស្រ័យឆ្អឹងឯងបើអាស្រ័យសាច់ដុំកាលណាគាត់អត់ធ្វើគីណេគាត់ទុនដំណើរគាត់អត់មានដំណឹងដំណើរអត់មងទាល់តែបើខោជើងដើរខ្ពស់ទៀតគឺច្បាស់ជាជើងហ្នឹងចាំវែងខ្លីអញ្ចឹងកាលណាវែងខ្លីអាស្រ័យនឹងប្រភេទបាក់កាលណាបាក់ឆ្អឹងវាចំណាយច្រើន
យើងរេនេះចង់គុំចូលគ្នាហើយវាអត់ដូចដើមវាធ្វើឲ្យជើងហ្នឹងខ្លីជាងមុនអាហ្នឹងគឺដំណើរក្រោយការវះកាត់គឺខូចហើយបាទអញ្ចឹងគឺជាការប៉ះហើយបើសិនជាការប៉ះពិបាកយើងវះគឺដឹងដល់ត្រូវប្រយ័ត្នត្រូវតែរក្សាដោយលោកហៀងថាមានតាអូតូពេឌិកមួយទៀតកាន់ល្អបើប្រើឬទាញយូរអស់កម្លាំងធូរដៃទៅឆ្អឹងឈ្លោះគ្នាទៅធ្វើឲ្យជើងហ្នឹងខ្លីហើយបាទបើមានតាអូតូពេឌិកគឺយើងក្រិតវាចង់បានប្រវែងណាគឺមានដំណឹងរហូតហើយយើងដាក់សម្ភារៈដៃចូលឆ្អឹងគឺអត់មានប្រែប្រួលទេតែបើវាប្រើឬទាញបាទធ្លាក់ដៃតិចទៅវិញផឹងទាញមកទៅគឺអាចផលបាក់ជើងវិញខ្លីបាទមួយទៀតសូមបើកទៅលើ slide ខ្ញុំជាការសួរដាស់អារម្មណ៍ទេសំណួរនេះល្អខ្ញុំបានពីសំណួរគ្រូខ្ញុំតាំងដល់តនដែលគាត់ស្លាប់យើងធ្វើលិខិតមកអាពីគាត់ជាជនជាតិអង់គ្លេសដែលគាត់មកជួយពេទ្យសង្ឃកាលពី20ឆ្នាំមុនសម្ភារៈទៅទៀតបាទហ្នឹង slide ហ្នឹងបាទមានសំណួរមួយសួរថាបាក់អង្គផ្ទះត្រកងផ្ទះឬក៏ពាក់ត្រកងផ្ទះហេតុអីក៏មានសម្ភារៈវាកាត់ច្រើនមែនសម្រាប់គាត់ប្រភេទបាក់ហ្នឹងគាត់ឆ្លើយបានមានអានេះឃើញនេះតែ6ឯងតាមពិតនៅមាន3ទៀតហើយជា9ប្រភេទអញដាក់ fluender អញដាក់សាយ hypnel បាទថែម2ទៀត8ចឹងអាចមាន8 9ប្រភេទដើម្បីវគ្គប្រភេទហ្នឹងហើយពលនេះគិតថាហេតុអីបានមានសម្ភារៈច្រើនសម្រាប់វគ្គប្រភេទបាក់ប្រភេទហ្នឹងបាទនៅក្នុងករណីគេធ្វើ fixer extend នេះបើសិនជាក្នុងការបាក់ហ្នឹងវាខ្លាំងវាប៉ះពាល់ដល់ឆ្អឹងក្បាលឆ្អឹងឬក៏ជាបាក់ជាពាមេជា open fracture អញ្ចឹងដើម្បីឲ្យជើងនឹងមានលំនឹងសិនគេអាចធ្វើfixer extend បាទហើយរូបផ្លាតហុកទៅតាមប្រភេទនៃការបាក់បើសិនជាបាក់នឹងវាមិនខ្ទេចខ្ទាំខ្លាំងគេធ្វើអាចជ្រើសរើសយកផ្លាតខាងក្រៅនោះភ្ជាប់ក៏បាននេះតកតងនឹងការបាក់នេះប្រដាប់ប្រដានេះគឺតកតងទៅនឹងការធ្វើ classification នៅលើឆ្អឹងដែលបាក់ហ្នឹងបើយើង classification ហ្នឹងត្រូវយើងអាចជ្រើសរើសយកសម្ភារៈនឹងត្រូវវិញអានេះគំនិតខ្ញុំទៅបាទអរគុណចម្លើយគាត់ត្រូវហើយតែនៅទៀតជាទូទៅយើងធ្វើអ្វីយើងចង់បានលទ្ធផលមិនអញ្ចឹងអញ្ចឹងបានន័យថាគ្រប់សម្ភារៈនេះវាកាត់ដាក់ប៉ុណ្ណឹងហើយលទ្ធផលអូមកថាដំបូងគាត់មានតែពីរប្រភេទទេសម្ភារៈយកមកវាឲ្យលទ្ធផលនៅតែអត់ល្អខំស្រាវជ្រាវទៀតណារកបានមួយទៀតយកមកវាទៀតដាក់ទៅនៅតែលទ្ធផលដោយបងសួរមានខោជើងអញ្ចឹងគេអ្នកអង្គសញ្ញាគេខំស្រាវជ្រាវរកសម្ភារៈអីដែលវាឲ្យបានល្អដើម្បីកុំឲ្យជំងឺខោជើងចឹងសម្ភារៈវះនឹងច្រើនគឺអាស្រ័យនឹងការវះនឹងបានលទ្ធផលកន្លងមកវាចិត្តតែមិនបានដូចចិត្តដោយផ្លាកទៀតរ៉ូទីលផ្លាកទៀតក្លាវគីលស្រួលវះលទ្ធផលល្អគេអត់ត្រូវស្រាវជ្រាវសម្ភារៈច្រើនមកវះទេដោយសារប្រភេទនេះបាក់ពិបាកវះឲ្យលទ្ធផលអត់ល្អអញ្ចឹងគេខំស្រាវជ្រាវអញ្ចឹងគឺសម្ភារៈចុងក្រោយដែលលោកហៀងគាត់យកមកដាក់ហ្នឹងគឺបើនិយាយសពថ្ងៃហ្នឹងគឺចុងក្រោយហើយបាទអញ្ចឹងគាត់តន់សម័យដែលគេស្រាវជ្រាវចុងក្រោយយើងមិនដឹងថាថ្ងៃក្រោយមានអីលឹះនឹងទៀតទេតែឥឡូវហ្នឹងទៅដំណាក់កាលនេះចុងក្រោយហើយតែគេយកមកព្យាបាលប្រភេទបាក់ហ្នឹងហើយគិតថាលទ្ធផលវាល្អជាងគេបាទនឹងសំណួរផុសគ្រូដល់តន់គាត់សួរឲ្យខ្ញុំចាំរហូតសំណួរហ្នឹងល្អបាទអរគុណច្រើនបាត់ទៅទៀតបាទតាម Zoom មានទៀតទេមានទេគ្រូ Zoom អត់ទេខាងហ្នឹងខាងប្រណិតព្រះមានវះចឹងបាទបាទអរគុណបាទជាទូទៅមានតែយើងអ្នកវះទេដែលដឹងថាវះហ្នឹងចាប់ដៃទៅមានដំណឹងល្អឬមិនល្អអញ្ចឹងណាបើចាប់ទៅល្អអូខេស្អែកឡើងខាងស្អែកឲ្យគាត់ដើរបានហើយគាត់ធូរឈរដើរបានតែបើយើងវះក្នុងខ្លួនយើងដឹងខ្លួនឯងថាអត់ទៅងាប់ទេអញ្ចឹងត្រូវឲ្យគាត់រងចាំរយៈពេល3អាទិត្យអាចគាត់ឈរតែហាមដើរជន់ហាមប្រើកម្លាំងលើអញ្ចឹង
ព្រោះរយៈពេល3ទឹកទៅវាមានការដុះឆ្អឹងខ្ចីហើយកាល primer ហ្នឹងគឺធ្វើឲ្យឆ្អឹងដែលដុះរោគ្នាហ្នឹងវាមានលំនឹងវាលែងភ្លាត់ហើយអញ្ចឹងយើងអាចរងចាំតែ3អាទិត្យតែបើការវះកាត់ហ្នឹងយើងទុកចិត្តវះទៅឃើញបានល្អសម្ភារៈដាក់ត្រូវប្រភេទឆ្អឹងបាក់ហ្នឹងវាស្រួលវះអូខេវះហើយស្អែកខាងស្អែកគាត់គ្រូឈរដើរបាទតិចបដាបាទជើងជន់អញ្ចឹងណាបាទអញ្ចឹងវាប្រែប្រួលតាមប្រភេទបាក់ហើយនឹងសម្ភារៈដែលយើងវះកាត់បើយើងបាក់ស្រួលគ្រូពេទ្យមានបទពិសោធន៍តែសម្ភារៈដាក់អត់ត្រូវអាហ្នឹងក៏អត់សូវមាំដែរអាហ្នឹងក៏យើងត្រូវប្រែប្រួលតាមនឹងដែរដើម្បីចង់បានលទ្ធផលនៃការវះកាត់ហ្នឹងបានល្អទៅរងចាំពេលវេលាមួយបាទអរគុណបាទអត់លួបាទជាទូទៅខ្ញុំចូលរួមខាង CPD ហ្នឹងគឺត្រូមតូយើងមិនសូវសួរច្រើនទេតែតិចទៀតច្រើនហើយ DS ឥឡូវយើងបង្កើនមួយឆ្នាំ20នាក់នៅសាលាក្រហមហើយអាយុ10នាក់អញ្ចឹងថ្នាក់ឯកទេសវះកាត់ឆ្អឹងមួយឆ្នាំយើងផលិតបាន30រូបហើយអញ្ចឹងតិចទៀតយើងនឹងចែកផ្សាយបានគ្រប់ខេត្តក្រុងហើយ